តើសុភមង្គលនិងសេចក្តីសុខពិតប្រាកដនាពេលបច្ចុប្បន្នមានធាតុផ្សំអ្វីខ្លះទៅតើអ្នកកំពុងតែស្វែងរកសុភមង្គលនិងសេចក្តីសុខពិតប្រាកដមានដែរឬទេតើអ្នកចង់បានជីវិតមួយដែលពោរពេញទៅដោយអត្ថន័យដែរឬទេធាតុផ្សំទី1នោះគឺសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តល្អសុខភាពរាងកាយល្អគឺជាគ្រឹះនៃសុភមង្គលដោយរក្សារាងកាយនិងផ្លូវចិត្តរបស់អ្នកដោយការហាត់ប្រាណនិងញ៉ាំអាហារល្អៗសម្រាប់សុខភាពដោយចំណុចសំខាន់មួយទៀតនោះគឺគ្រប់គ្រងភាពតានតឹងទី2មានពេលវេលាគ្រប់គ្រាន់សម្រាប់មនុស្សជាទីស្រឡាញ់សូមលៃលោកពេលដើម្បីមនុស្សជាទីស្រឡាញ់របស់អ្នកដោយទំនាក់ទំនងល្អគឺជាប្រភពនៃសុភមង្គលដ៏ធំបំផុតទី3ត្រូវមានលុយព្រោះលុយអាចដោះស្រាយបញ្ហាបានស្ទើរតែ 99% ចូលស្វែងរកចំណូលសមរម្យដើម្បីបំពេញនូវតម្រូវការចាំបាច់និងបង្កើតសុវត្ថិភាពហិរញ្ញវត្ថុទី4ត្រូវមានទំនាក់ទំនងល្អចូលបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃដែលយើងអាចទុកចិត្តបានដោយទំនាក់ទំនងល្អនឹងនាំមកនូវការគាំទ្រនិងសេចក្តីសុខទី5ចូលស្គាល់ច្បាស់ពីខ្លួនឯងចូលស្វែងយល់ពីខ្លួនឯងឲ្យបានច្បាស់ស្គាល់ពីចំណុចខ្លាំងចំណុចខ្សោយនិងតម្លៃរបស់អ្នកទី6មានការងារនិងមុខរបរចិញ្ចឹមជីវិតច្បាស់លាស់ស្វែងរកការងារឬមុខរបរដែលអ្នកស្រឡាញ់និងអាចចិញ្ចឹមជីវិតបានការងារដែលផ្ដល់អត្ថន័យឲ្យជីវិតនិងនាំមកនូវការពេញចិត្តទី7មានកន្លែងស្នាក់នៅសមរម្យមានកន្លែងរស់នៅសមរម្យនិងមានសុវត្ថិភាពទី8មានមធ្យោបាយធ្វើដំណើរសមរម្យទៅតាមសមត្ថភាពរបស់អ្នកសុភមង្គលនិងសេចក្តីសុខគឺស្ថិតនៅលើដៃរបស់អ្នកខាងលើនេះគឺគ្រាន់តែជាការយកឃើញនិងបទពិសោធន៍របស់ខ្ញុំសម្រាប់ពេលបច្ចុប្បន្នតែប៉ុណ្ណោះបើសិនបើបងប្អូនមានបទពិសោធន៍ប្រចាំជីវិតរបស់បងប្អូនអាច comment នៅក្នុងវីដេអូខាងក្រោមឲ្យខ្ញុំដឹងផងបើសិនជាវីដេអូនេះមានតម្លៃចូលបងប្អូន share ទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកសូមអរគុណជូនពរសំណាងល្អ